ថ្ងៃទី18នៃការសរសេរសៀវភៅកាឡាតូចបញ្ចេញជាអ្នកតជើងតអញ្ចឹងចូល10ជើងជាអ្នកទី18ណានៅសល់តែ15តួទៀតទេយើងចប់ហើយស្មើនឹង15ថ្ងៃហើយក៏វីដេអូទី15នោះថានៅសល់តែ15ថ្ងៃទៀតទេក៏ពិតខ្ញុំច្រឡំថាតែ30តួក៏ពិតជើងជាអ្នកយើងមាន33តួហើយសម្រាប់អក្សរតថ្ងៃនេះក៏អត់មានអីពិបាកដែរគាត់អត់ទាន់ចេះធ្វើជើងតបានត្រូវឡើយឯងអញ្ចឹងខ្ញុំក៏បានជួយសរសេរគាត់គំរូឲ្យគាត់មើលដែរសម្រាប់ជើងតហើយបន្ទាប់ពីការវឹកហាត់សរសេររយៈពេលកន្លងមកនេះពីអក្សរករហូតដល់អក្សរតហ្នឹងឃើញថាសប្តាហ៍នេះគាត់អត់សូវខ្ជិលហើយគាត់អត់និយាយរួមគាត់ដឹងពេលដឹងវេលាដឹងអីដែលគាត់ត្រូវធ្វើអញ្ចឹងមានអារម្មណ៍ថាស្រួលជាងមុនក្នុងការឲ្យគាត់សរសេរហើយមានថ្ងៃខ្លះគាត់ក៏សួរវិញគាត់សួរថាម៉ាក់ថ្ងៃហ្នឹងអត់សរសេរអក្សរឯងអញ្ចឹងបានន័យថាពេលខ្លះយើងជាម្ដាយយើងភ្លេចប៉ុន្តែគាត់ជាកូនគាត់អត់ភ្លេចតួនាទីរបស់គាត់ទេគាត់បានខ្លាយជាទម្លាប់គាត់ដឹងថាអីដែលគាត់ត្រូវធ្វើក្នុងរយៈពេលមួយថ្ងៃហ្នឹងដូចដឹងស្រាប់ហើយយើងជាម្ដាយពេលខ្លះយើងមានការងារច្រើនត្រូវធ្វើហើយពេលខ្លះយើងក៏រៀងភ្លេចដែរអញ្ចឹងបានកូនជួយរំលឹកវិញរាល់ថ្ងៃនេះមកដល់កន្លែងនេះឃើញថាអក្សរតហើយនឹងជើងដែលគាត់សរសេរហ្នឹងគឺបានស្អាតប្រសើរជាងមុនហើយក្រៅពីការសរសេរអក្សរក៏គាត់មានកិច្ចការផ្សេងៗទៀតត្រូវធ្វើដែរអញ្ចឹងមានសរសេរតែប៉ុណ្្នឹងឯងមួយថ្ងៃគាត់មានកិច្ចការផ្ទះពីសាលាមកហើយក្រៅពីហ្នឹងគាត់អានរឿងនិទានហើយនឹងអានសៀវភៅជំនួយភាសាខ្មែរភាគ1ភាគ2អីហ្នឹងគាត់ធ្វើជាប្រចាំដែរហើយមានការធ្វើលំហាត់គណិតវិទ្យាថ្នាក់ទី1ដែរតែអត់បានថតបង្ហាញអញ្ចឹងណាហើយអីដែលយើងបដោតគឺយើងចង់សរសេរពីអក្សរកដល់អក្សរអ